សុភាសិតចំពុក6កូនអើយបើឯងបានធានាឲ្យអ្នកចិត្តខាងឯងបើឯងបានចាប់ដៃសន្យាជំនួសអ្នកដទៃនោះឯងបានជាប់អន្ទាក់ដោយសារពាក្យសន្យារបស់ឯងគឺឯងបានត្រូវជាប់ហើយដោយពាក្យសម្ដីដែលចេញពីមាត់ឯងមកយ៉ាងនោះកូនអើយចូលធ្វើដូច្នេះវិញហើយដោះខ្លួនឲ្យរួចចោលព្រោះឃើញថាឯងបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃអ្នកចិត្តខាងឯងដូច្នេះចូលឯងទៅបន្ទាបខ្លួនហើយអង្វរដល់គេកុំឲ្យភ្នែកឯងដេកលក់ឬឲ្យត្របកភ្នែកឯងរលាវឡើយចូលឲ្យដោះខ្លួនចេញដូចជាប្រះរួចពីកណ្ដាប់ដៃនៃព្រានហើយដូចជាសត្វហើររួចពីដៃនៃអ្នកដែលចាប់វាអោមនុស្សខ្ជិលច្រអូសអើយចូលទៅមើលស្រមោចចោះចូលពិចារណាផ្លូវអស់ទាំងប៉ុន្មានរបស់វាហើយមានប្រាជ្ញាឡើងវាគ្មាននាយគ្មានអ្នកកាន់កាប់ការឬអ្នកគ្រប់គ្រងឡើយគង់តែវាគត់គង់អាហារវានៅខែប្រាំងហើយក៏ប្រមូលស្បៀងទុកនៅក្នុងរដូវជំរោតផងអោមនុស្សខ្ជិលច្រអូសអើយតើឯងនឹងដេកដល់កាលណាតើដល់កាលណាបានឯងក្រោកពីដេកលក់ដេកបន្តិចងោកបន្តិចអោបដៃនឹងដេកបន្តិចយ៉ាងនោះសេចក្តីកំសត់ទុរគតរបស់ឯងនឹងលោមកដល់ដូចជាចៅប្លន់ព្រមទាំងសេចក្តីខ្វះខាតដូចជាអ្នកកាន់គ្រឿងអាវុធឯមនុស្សចំសៀតជាពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតគឺជាមនុស្សដែលប្រាមាត់ពោពាក្យវាចជាអ្នកដែលមិចភ្នែកហើយធ្វើទីសម្គាល់ដោយជើងនិងដៃជាអ្នកដែលមានសេចក្តីវាចនៅក្នុងចិត្តក៏តែងតែគិតគូបង្កើតការអាក្រក់ជានិច្ចព្រមទាំងសាបព្រោះការទាស់ទែងគ្នាដូច្នេះសេចក្តីអន្តរាយរបស់វានឹងលោមកភ្លាមមួយរំពេចក្នុងពេលបន្ទាប់នោះវានឹងត្រូវបាក់បែកឥតមានអ្វីជួយផងមាន6មុខដែលព្រះយេហូវ៉ាទ្រង់ស្អប់មាន7ផងដែលទ្រង់ខ្ពើមឆ្អើមគឺភ្នែកឆ្មាំងឆ្មៃមួយអណ្ដាតភូតផមួយដៃដែលកំចាយឈាមមនុស្សឥតទោសមួយចិត្តដែលគិតគូរបង្កើតអំពើអាក្រក់មួយជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់មួយនិងសាក់សីคล้ายដែលពោពាក្យកំពូតមួយហើយមនុស្សដែលសាបព្រោះសេចក្តីទាស់តែងគ្នាក្នុងពួកបងប្អូនមួយដែរកូនអើយចូលរក្សាទុកនៅសេចក្តីបណ្ដាំរបស់ពុកឯងចុះក៏កុំឲ្យបោះបង់ចោលដំបូន្មានរបស់ម្ដាយឯងឡើយចូលចងក្រៀកនៅនឹងចិត្តឯងជានិច្ចហើយភ្ជាប់នៅកឯងផងកាលណាឯងដើរដំណើរបណ្ដាំនោះនឹងនាំមកឯងកាលណាដេកលក់នោះនឹងចាំយាមរក្សាឯងហើយកាលណាភ្ញាក់នោះនឹងនិយាយរកឯងត្បិតទីបណ្ដាំនោះជាចង្គៀងហើយលំមោមាននោះជាពន្លឺឯសេចក្តីបន្ទោសនៃពាក្យព្រានប្រដៅនោះជាផ្លូវជីវិតហើយប្រយោជន៍នឹងរក្សាឯងទុកឲ្យរួចពីស្ត្រីអាក្រក់គឺឲ្យរួចពីអណ្ដាតបញ្ចើចរបស់ស្ត្រីដទៃកុំឲ្យឯងមានតណ្ហាខ្មុលខ្មាញ់ចំពោះរូបឆោមឆាយរបស់គេឡើយក៏កុំឲ្យគេចាប់ឯងទៅដោយសារត្របកភ្នែកគេដែរត្បិតដោយព្រោះតែស្រីសំផឹងនោះមានមនុស្សដែលនឹងធ្លាក់ខ្លួនទៅជាមាននំប៉័ងតែមួយចំណិតប៉ុណ្ណោះហើយស្រីកំផិតតែងតែដេញចាប់ជីវិតដ៏វិសេសតែមនុស្សនឹងយកភ្លើងមកដាក់នៅនីទ្រូងឥតឆេះដល់អាវខ្លួនបានឬតើនឹងដើរលើរងើបភ្លើងឥតរលាកដល់ជើងបានដែរឬ
ដូច្នេះអ្នកណាដែលចូលទៅឯប្រពន្ធរបស់អ្នកជិតខាងនោះក៏ដូចគ្នាដែរអ្នកណាដែលប៉ះពាល់នឹងនាងនោះមិនរួចពីមានទោសឡើយមនុស្សរមែងស្អប់ដល់ចោលគឺបើវាលួចឲ្យតែបានឆ្អែតពោះប៉ុណ្ណោះក្នុងវេលាដែលស្រេកឃ្លាននោះទេតែបើទាន់ឃើញវានោះគង់តែត្រូវឲ្យវាសងមួយជា7វិញដែរវាត្រូវសងដល់គ្រប់របស់ដែលនៅក្នុងផ្ទះខ្លួនទាំងអស់ផងតែឯអ្នកណាដែលលួចប្រពន្ធគេនោះជាអ្នកឥតមានគំនិតឡើយជាអ្នកដែលប្រព្រឹត្តអំពើយ៉ាងនោះឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយអ្នកនោះនឹងត្រូវសៅហ្មងហើយអាប់យួរនឹងលុបសេចក្តីថ្មេះតេះដេលចំពោះអ្នកនោះមិនបាត់ឡើយត្បិតសេចក្តីប្រច័ណ្ឌជាសេចក្តីក្តៅក្រហាយរបស់មនុស្សហើយគេនឹងមិនប្រណីក្នុងថ្ងៃសងសឹកទេគេមិនព្រមទាំងក្រឡេកមើលតម្លៃលួសណាមួយផងហើយទោះបើឯងជូនចំនួនដល់គេជាច្រើនក៏ដោយគង់តែមិនបានរងាប់